សួស្តីនិងសូមជម្រាបសួរពុកម៉ែបងប្អូនអពុំមីងទាំងអស់គ្នាថ្ងៃនេះថ្ងៃសិលហើយនឹងខ្ញុំមកពីវត្តហើយក៏សូមជូនកសលផលបុណ្យដល់ពុកម៉ែបងប្អូនអពុំមីងទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះផងដែរហើយមកពីវត្តវិញគឺថាបានជាខ្ទិះមួយចានពុកម៉ែបងប្អូនជាពីថាអូខ្ទិះនឹងខាប់តែម្ដងទំនងគួរឲ្យឆ្ងាញ់ណាស់ពុកម៉ែបងប្អូនអើយនិយាយទៅចេកខ្ទិះបើចំពោះនឹងខ្ញុំវិញចូលចិត្តធ្វើចេកស្នាប់មុខធ្វើទៅឆ្ងាញ់ណាអ្នកស្រុកខ្លះគេហៅថាចេកសបកក្រាស់តែអ្នកស្រុកខាងនឹងខ្ញុំគឺគេហៅថាចេកស្នាប់មុខតែថ្ងៃនេះចេកខ្ទិះនេះគឺធ្វើអំពីចេកណាំវ៉ាយើងទេឡើងខាប់ឆ្ងាញ់តែម្ដង